យើងឃើញគប់លីណាកំពុងហាត់ប្រាណប៉ុន្តែក្រុមរបស់ខេនកំពុងពិបាកដូច្នេះរូចាប់រាមនិយាយពាក្យស្ដីបន្ទោសពួកគេប៉ុន្តែពួកគេខ្លាចស៊ីមិនសប្បាយចិត្តដូច្នេះគេវាយពួកគេរំលឹកពួកគេថាគេជាចៅវាយល្ងាចមួយរូទៅតែនឹងទៅគេងប៉ុន្តែគេដឹងពីគ្រោះថ្នាក់ហើយយើងឃើញខេនជាមួយក្រុមរបស់គេកំពុងរៀបចំបង្ខំខ្លួនលើមនុស្សប៉ុន្តែរូបញ្ឈប់ពួកគេរំលឹកពួកគេថាពួកគេមិនត្រូវបានអនុញ្ញាតឲ្យប៉ះមនុស្សឡើយខេនបដិសេធមិនរួមគ្នាដូច្នេះរូកំចាត់គេឲ្យដួលហើយគេប្រាប់មនុស្សថាអ្វីទាំងអស់នឹងមិនអីទេមីអូនិងគីជីមកដល់ដូច្នេះរូបញ្ជាឲ្យពួកគេអូសខេននិងក្រុមរបស់គេទៅខាងក្រៅហើយប្រាប់គ្រប់គ្នាឲ្យប្រមូលផ្ដុំពីព្រោះគេចង់ឲ្យពួកគេឃើញអ្វីដែលគេរៀបចំនឹងធ្វើយើងឃើញគ្រប់គ្នាកំពុងមើលឃើញរូធ្វើទីរនកម្មខេនវេគេរហូតឈាមហូរជ្រុលហើយរូប្រាប់ពួកគេថានេះគឺជាទណ្ឌកម្មសម្រាប់ការល្មើសនឹងក្បួនថ្ងៃស្អែកយើងឃើញថាក្រុមរបស់ខេននៅតែជាប់ចំណងប៉ុន្តែខេនបានស្លាប់រួចហើយពីព្រោះគេបញ្ចប់ដោយឈាមហូរស្លាប់យើងឃើញរូនិងមិត្តភ័ក្តិរបស់គេកំពុងច្បាំងនឹងត្រីហោប៉ុន្តែពួកគេពិបាកក្នុងការបំបែកស្រការបស់វាដូច្នេះរូរត់វាហើយគេចោះវាផ្ដាច់ជីវិតពួកគេចាប់ផ្ដើមស៊ីវាហើយរូបាំងទៅអល់ជំនាញថ្មីដូច្នេះគេសម្រេចចិត្តសាក់លបងមួយក្នុងចំណោមពួកវាដឹងថាគេអាចវាយបាំង3ដងក្នុងមួយវាយគេទើបតែនឹងទៅគេងប៉ុន្តែរ៉េបេឡាចូលមករួមជាមួយគេហើយគេគិតថានាងនៅតែមិនអាចឆ្លងផុតពីឧបទ្ទិហេតុបានដូច្នេះគេអនុញ្ញាតឲ្យនាងគេងនៅក្បែរគេប៉ុន្តែនៅពេលគេភ្ញាក់ឡើងគេដឹងថាមីអូក៏បានគេងនៅក្បែរគេដែរហើយដៃរបស់គេឈឺចាប់ពីព្រោះក្មេងស្រីកំពុងគេងលើពុករាគប់លីណាបន្តការហាត់ប្រាណរបស់ពួកគេហើយយើងជួបជំនួយការរបស់រូឈ្មោះ Go-E ដែលទើបតែវិវត្តទៅជា Hop គប់លីណាហើយនាងទទួលខុសត្រូវក្នុងការបង្រៀនគប់លីណាពីរបៀបធ្វើការងារផ្ទះមីអូជាមេកានូកានៃអង្គភាពវាយប្រហារចម្ងាយនិងគីជីមើលថែញាក់ចម្បាំងពាក់គ្រឿងសឹកខណៈដែលសទទួលខុសត្រូវលើអង្គភាពពាក់គ្រឿងសឹកស្រាវប៉ុន្តែសីគឺជាមនុស្សមុនអាគារតែម្នាក់ក្នុងភូមិដូច្នេះនាងគ្មាននរណាម្នាក់នៅក្នុងអង្គភាពរបស់នាងទេរូសម្រាប់ជិបទុកការហាត់ប្រាណឲ្យពួកគេហើយគេបន្តទៅក្នុងព្រៃជ្រៅទៀតដែលគេឃើញត្រីហោមួយទៀតគេសាក់លបងវិជាមុនលើវាសម្រាប់វាក្នុងប្រយុទ្ធមួយហើយគេខ្លាចជាជឿទុកចិត្តនឹងសមត្ថភាពរបស់គេដូច្នេះគេដើរតែម្នាក់ឯងប៉ុន្តែគេឃើញដានឈាមមួយហើយគេចាំថាហ្គាប៊ូបានប្រមានគេអំពីសត្វគ្រោះថ្នាក់នៅក្នុងព្រៃដែលត្រូវបានគេស្គាល់ថាជាខ្លាឃ្លុំក្រហមប៉ុន្តែគេសម្រេចចិត្តតាមដានឈាមដែរហើយវានាំគេទៅរកត្រីហោស្លាប់មួយគេគិតថាសត្វដែលសម្លាប់វាមានកម្លាំងខ្លាំងពូកែពីព្រោះវាអាចរហែកស្រកាត្រីហោបានដីភ្លាមចាប់ផ្ដើមញ័រខណៈដែលខ្លាឃ្មុំក្រហមលេចមកដោយគំរាមកំហែងនឹងសម្លាប់គេដូច្នេះគេគិតអំពីការរត់គេចប៉ុន្តែគេចង់បានជំនាញរបស់វាដូច្នេះគេសម្រេចចិត្តច្បាំងវាគេប្រើវិជាមុនរបស់គេហើយគេប្រញាប់ទៅរកខ្លាឃ្មុំដោយគោលចាំក្បាលរបស់វាប៉ុន្តែវារារាំងវិជាមុនដោយដៃរបស់វាហើយរូមិនអាចជឿបាននៅរឿងនេះដឹងថាវាមានសភាពវាងវៃគេវ៉ាទៅរកខ្លាឃ្មុំហើយគេវាយក្បាលរបស់វាដោយកម្លាំងទាំងអស់ប៉ុន្តែគេដឹងថាស្បែករបស់វារឹងពេកដូច្នេះគេត្រូវដកថយគេគ្របវាដោយខ្សែរបស់គេប៉ុន្តែវាអាចរួចខ្លួនបានហើយវាភ្លួតភ្លើងដុតអ្វីទាំងអស់នៅខាងតំបន់ប៉ុន្តែគេភ្លាមបាត់ផ្សន់ដូច្នេះវាចាប់ផ្ដើមស្វែងរកគេហើយយើងឃើញគេលាក់ខ្លួននៅពីក្រោយដើមឈើប្រើវិជាមុនដើម្បីព្យាបាលរបួសរបស់គេខណៈដែលគេក៏តក់សម្គាល់ថាគេត្រូវតែប្រថុកអ្វីទាំងអស់ដើម្បីឈ្នះខ្លាឃ្មុំគេវ៉ាចូលទៅវិញខណៈដែលខ្លាឃ្មុំភ្លក់ភ្លើងប៉ុន្តែគេការពារខ្លួនឯងដោយកំភ្លើងខណៈដែលគេបិទចម្ងាយដោតមាត់ខ្លាឃ្មុំប៉ុន្តែវាវាយប្រហារគេបញ្ជូនគេប៉ះទង្គិចនឹងដើមឈើហើយគេក៏តសម្គាល់ថាគេរបួសធ្ងន់ប៉ុន្តែគេដឹងថាខ្លាឃ្មុំនឹងមិនអាចភ្លក់ភ្លើងម្ដងទៀតបានទេពីព្រោះដាវរបស់គេជាប់នៅក្នុងមាត់របស់វាគេដឹងថាខ្លួនស្ថិតនៅលើអែមនៃការស្លាប់គិតថាអ្វីត្រូវបានបញ្ចប់សម្រាប់គេប្រសិនបើគេត្រូវបានវាយម្ដងទៀតប៉ុន្តែគេវ៉ាចូលទៅដាក់ជីវិតនិងកម្លាំងដើម្បីវាយការវាយដល់កំណត់មួយប៉ុន្តែខ្លាឃ្មុំវាយប្រហារគេកាត់ដៃរបស់គេរូអាចឈ្នះខ្លាឃ្មុំបានប៉ុន្តែគេរបួសធ្ងន់ហើយគេស៊ីដៃរបស់វាដែលអនុញ្ញាតឲ្យគេបានកម្លាំងដ៏អស្ចារ្យរបស់វាប៉ុន្តែគេដួលដោយសាររបួសរបស់គេហើយនៅពេលនោះគេបានសារពីប្រព័ន្ធដែលប្រាប់គេថាគេបានឈានទៅដល់កម្រិតអតិបរមាដូច្នេះវាសួរគេថាតើគេចង់វិវត្តទៅជា Augri ដែរឬគេជ្រើសរើស Yes ដូច្នេះគេរកវិញនៅដឹងស្បឹងហើយគេស៊ីក្បាលខ្លាឃ្មុំដែលអនុញ្ញាតឲ្យគេរៀនជំនាញរបស់វាច្រើនទៀតប៉ុន្តែគេក៏តក់សម្គាល់ថាកំបិតរបស់គេបានคล้ายទៅជាតូចដឹងថាវាដោយសារតែគេបានប្រែคล้ายទៅជា Augri រូត្រឡប់ទៅភូមិវិញប៉ុន្តែក៏វិណាមិនស្គាល់គេមើលឃើញគេជាគ្រោះថ្នាក់ប៉ុន្តែគេប្រាប់គ្រប់គ្នាថាគេត្រឡប់មកវិញហើយនេមីអូដឹងថាគេជានរណាដូច្នេះនាងទាត់គេសួរគេថាតើគេបានទៅណាមកណាប៉ុន្តែនាងបញ្ចប់ដោយធ្វើឲ្យខ្លួនឯងឈឺចាប់
នាងពន្យល់ថានាងបានព្រួយបារម្ភអំពីគេសួរគេថាមានរឿងអ្វីកើតឡើងចំពោះគេដូច្នេះគេប្រាប់គ្រប់គ្នាពីអ្វីដែលកើតឡើងហើយពួកគេមិនអាចជឿបានទេពីព្រោះពួកគេគិតថាខ្លាឃ្មុំក្រហមគឺជាសត្វឈ្លួនពានតំពូលនៅក្នុងព្រៃដូច្នេះពួកគេគិតថាគេអស្ចារ្យហើយចាប់ផ្ដើមសួរគេសំណួរប៉ុន្តែគេគ្រាន់តែរីករាយដែលអាចរស់រានមកវិញបានមីអូនិងរេបេឡាចាប់ផ្ដើមតាមគេពីក្រោយហើយក្មេងស្រីផ្សេងទៀតភ្ញាក់ផ្អើលនៅពេលឃើញគេប៉ុន្តែទីបំផុតដឹងថាគេជានរណាក្មេងស្រីម្នាក់ឈ្មោះអេមរីពិនិត្យអាវុធរបស់គេឃើញថាវារួចរាល់ណាស់ដូច្នេះនាងនិយាយថានាងបានធ្វើកាំបិតថ្មីដោយប្រើថ្មវិញ្ញាណរូរីករាយចំពោះរឿងនេះប៉ុន្តែមីអូនិងរេបេឡាខ្លាចជាច្ណានគេនិយាយជាមួយប្អូនស្រីតារូណៃហើយគេភ្ញាក់ផ្អើលនឹងភាពសាមទៅនឹងបរិស្ថានរបស់ពួកគេគិតថាពួកគេនឹងខ្លាយជាភរិយាល្អប៉ុន្តែរេបេឡាវាយគេដោយសាររឿងនេះគេពិនិត្យមើលស្ប៉ាណាវបន្ទាប់ដឹងថានាងបានធ្វើពឹសនាងមានអារម្មណ៍មិនល្អប៉ុន្តែនាងបញ្យល់ថាវាជាការពារខ្លួនឯងមុននឹងនាងដឹងថាពួកគេអាចទុកចិត្តលើគេបានហើយរូប្រាប់នាងកុំបារម្ភអំពីវាប៉ុន្តែគេភ្លាមមានអារម្មណ៍ថាមានអ្នកចង់សម្លាប់ខ្លាំងបន្ទាប់ពីនោះយើងឃើញថារូលែងអាចចូលរួមហាត់ប្រាណជាមួយអ្នកដតីបានទេពីព្រោះគូលីណាផ្សេងទៀតរបួសធ្ងន់ដោយសារតែវាយតិចហើយគ្រឿងសឹករបស់គីជិតខូចគីជីអស់ទឹកចិត្តបន្ទាប់ពីរឿងនេះហើយចេញទៅហាត់ប្រាណដោយខ្លួនឯងយើងឃើញសនិងម៉មានជំនឿពីគ្នាខណៈដែលហ្គូអ៊ីចំណាយពេលរបស់នាងក្នុងការជីយកថ្មវិញ្ញាណរូច្រកពេលនៅជំនួយសីហើយគេរីករាយដែលគេបាំងស៊ីស្លីមដូច្នេះគេនៅតែអាចប្រើដៃបានតិចតួចថ្ងៃស្អែកហ្គូអ៊ីភ្លាមរត់មករកគេជាមួយវិញ្ញាណមួយដែលរបួសដូច្នេះគេព្យាបាលវាយ៉ាងរហ័សវិញ្ញាណនោះភ្ញាក់ឡើងហើយណែនាំខ្លួនថាឈ្មោះឡាតាណាថ្លែងអំណរគុណពួកគេដែលបានជួយនាងបញ្យល់ថានាងត្រូវបានវាប្រហារដោយមនុស្សហើយរូគិតថាវាប្រហារជាដើម្បីត្បូងនៅលើក្បាលរបស់នាងដែលត្រូវបានគេនិយាយថាមានតម្លៃ1000លានមាសឡាតាណាសូមពួកគេជួយកម្ចាត់មនុស្សដោយបញ្យល់ពីរបៀបដែលមេរបស់នាងត្រួតជាគ្រូមន្តអាគមដ៏ល្បីល្បាញនិងរបៀបដែលនាងត្រូវបានបង្កើតឡើងដើម្បីមើលថែបន្ទប់កាប៊ីណែតរបស់គាត់ដែលមានរបស់ដ៏ល្បីល្បាញគ្រប់ប្រភេទឡាតាណាបញ្យល់ពីរបៀបដែលមេរបស់ពួកយើងស្អប់មនុស្សដូច្នេះគាត់ចង់ផ្ដល់របស់ទាំងអស់ឲ្យពួកយើងជាជាងឲ្យមនុស្សទទួលបានវាហ្គូអ៊ីឆ្ងល់ថាតើពួកគេគួរធ្វើអ្វីដូច្នេះគេសម្រេចចិត្តពិនិត្យមើលវារូបេឡាហាក់ដូចជាព្រួយបារម្ភប៉ុន្តែរូនិយាយថាគេមិនមានផែនការគ្រាន់តែសម្លាប់មនុស្សទេហើយសន្យាថានឹងព្យាយាមធ្វើឲ្យពួកគេយល់ស្របគេទៅជាមួយហ្គូអ៊ីទៅកាន់សាវចេករបស់នាងហើយវាហាក់ដូចជានាំទៅកាន់បន្ទប់កាប៊ីណែតដោយផ្ទាល់គេប្រាប់ហ្គូអ៊ីឲ្យលាក់ខ្លួនហើយគេទៅរកអ្នកផ្សងព្រេងដោយខ្លួនឯងពួកគេភ្ញាក់ផ្អើលឃើញអគ្គីម្នាក់ហើយគេភ្លាមត្រូវបានវាប្រហារដោយឃាតករប៉ុន្តែគេអាចបញ្ឈប់វាបានគេព្រមានពួកគេថាពួកគេកំពុងឈ្លានពានដោយប្រាប់ពួកគេឲ្យចាកចេញប៉ុន្តែពួកគេបដិសេធឲ្យវាប្រហារគេប៉ុន្តែគេឃើញការវាប្រហាររបស់ពួកគេសាមញ្ញពេកគិតថាពួកគេពឹងផ្អែកលើកម្រិតនិងការលើកម្រិតអាជីពពេកគេភ្លាមត្រូវបានវាយដោយមុនរន្ទះប៉ុន្តែអាចផ្សងព្រេងភ្ញាក់ផ្អើលនៅពេលឃើញថាវាគ្មានឥទ្ធិពលហើយរូចាប់ផ្ដើមខឹងដូច្នេះគេបញ្ចប់ដោយស៊ីពួកគេទាំងអស់គេអាចរៀនអាជីពទាំងអស់របស់ពួកគេហើយគេថែមទាំងរកឃើញថង់វត្ថុមន្តអាគមមួយក៏ដូចជាកងភ័ក្រលាក់ខ្លួនមួយគេភ្លាមស៊ីពួកវាហើយគេទទួលបានសមត្ថភាពប្រអប់វត្ថុវិមាត្របន្ទាប់ពីនោះឡាតាណានាំពួកគេទៅជួបមេរបស់នាង Velvet ដោយថ្លែងអំណរគុណពួកគេដែលបានជួយប៉ុន្តែនាងបាត់ខ្លួនដោយទុកត្បូងរបស់នាងនៅពីក្រោយហើយរូស៊ីវីទទួលបានសមត្ថភាពច្បាប់មាសដោយសារសមត្ថភាពប្រអប់វត្ថុថ្មីរបស់គេពួកគេអាចត្រួតត្រងកាប៊ីណែតទាំងអស់បានប៉ុន្តែរូមានអារម្មណ៍មិនល្អចំពោះកាប៊ីណែតសពដូច្នេះគេសម្រេចចិត្តដុតវាហើយវាភ្លាមទម្លាក់ស្រោមដៃមួយគេសាក់លបងពាក់វាប៉ុន្តែវាភ្លាមភ្ជាប់ទៅនឹងគេខណៈដែលគេស្គាល់វាថាជារបស់ដ៏ល្បីល្បាញហើយគេទទួលបានសមត្ថភាពបន្ថែមទៀតអ្នកដទៃភ្ញាក់ផ្អើលឃើញវាហើយវាហាក់ដូចជាមានអារម្មណ៍ធម្មជាតិដូចដៃរបស់គេផ្ទាល់បន្ទាប់ពីនោះគេពិនិត្យមើលរបស់ទាំងអស់ដែលពួកគេបានប្រមូលហើយអ្វីទាំងអស់ខ្លាំងឥតខ្ចោះគេបញ្ចប់ដោយចែករំលែកវាជាមួយហបគូលីណាផ្សេងទៀតប៉ុន្តែគេរក្សារបស់ដ៏ល្បីល្បាញពីរទៀតហើយយើងដឹងថាពួកវាកម្រខ្លាំងណាស់គ្រប់គ្នាអាចបន្តឡើងកម្រិតបានហើយរូបន្តរកព្រៃគេស៊ីសត្វពីងពួងមាសក៏ដូចជាសត្វខ្ចីកញ្ច្រែងទទួលបានសមត្ថភាពរបស់ពួកវាគេរកឃើញដើមឈើដ៏ធំមួយហើយជួបនឹងត្រីអាតម្នាក់ប៉ុន្តែយើងដឹងថាពួកនាងត្រូវបានគេនិយាយថាតាក់ទាញបុរសហើយប្រើពួកគេជាអាហារ
Dryad ខិតមករកគេហើយគេពិបាកក្នុងការទប់ទល់នឹងនាងគេបញ្ចប់ដោយច័ន្ទប៉ុន្តែគេទទួលបានការអភិវឌ្ឍរបស់ Dryad ហើយនាងសង្ឃឹមថាគេនឹងត្រឡប់មកវិញគេបន្តច្បាំងនឹងសត្វពេលឡាបន្ថែមទៀតហើយទទួលបានសមត្ថភាពរបស់ពួកវាប៉ុន្តែនៅពេលគេត្រឡប់ទៅកាន់ជម្រកក្មេងស្រីទាំងអស់ចាប់ផ្ដើមមិនអើពើគេច្រឡំដោយសាររឿងនេះហើយព្យាយាមសួរថាតើមានរឿងអ្វីកើតឡើងដូច្នេះគេបញ្ចប់ដោយនៅជាមួយ Spaniel ដែលប្រាប់គេថាក្មេងស្រីច្រណែនពីព្រោះពួកគេដឹងថាគេបានជួបនរណាម្នាក់នៅខាងក្រៅដោយចង្អុលបង្ហាញស្នាមថោកនៅលើករបស់គេដូច្នេះគេចាំ Dryad គេឆ្ងល់ថាតើគេអាចធ្វើអ្វីបាននៅក្នុងស្ថានភាពរបស់គេប៉ុន្តែ Spaniel ភ្លាមថើបគេដោយនិយាយថាតើនាងក៏ចូលចិត្តគេដែរហើយមីអូខឹងឃើញរឿងនេះប៉ុន្តែនាងភ្លាមរឹតបន្តឹងគេដោយនិយាយថានាងចង់ថើបគេដែរហើយក្មេងស្រីផ្សេងទៀតទាំងអស់និយាយថាពួកគេចង់បានរឿងដូចគ្នាថ្ងៃស្អែករូបង្ហាញថាសមត្ថភាពស្វែងរករបស់គេបានកែលម្អហើយគេដឹងពីក្រុមមួយកំពុងខិតជិតដូច្នេះគេចេញទៅជួបពួកគេដឹងថាពួក Elf បានមកជាវគេមេដឹកនាំរបស់ពួកគេមើងងាយហូបហ្គូលីណាដោយហៅពួកវាថាពពួកសាវៈហើយគេផ្ដល់រង្វាន់ដល់ពួកគេប្រសិនបើពួកគេឈ្នះមនុស្សដែលកំពុងគំរាមកំហែងព្រៃ Gabu គិតថាវាជាការផ្ដល់រង្វាន់ដ៏ឧត្តមប៉ុន្តែរូបបដិសេធហើយគេនិយាយថាគេមិនខ្វល់ពីអ្វីដែលនឹងកើតឡើងចំពោះពួក Elf ទេដឹងថាពួកគេមិនស្មោះត្រង់ពួកគេរៀបចំត្រៀមខ្លួនដើម្បីច្បាំងគេប៉ុន្តែគេបញ្ចេញអរ៉ារបស់គេហើយពួកគេត្រូវបានធ្វើឲ្យងឿងឆ្ងល់ដោយអំណាចដ៏ខ្លាំងក្លារបស់គេដឹងថាខ្លួនត្រូវបានហុំព័ទ្ធដោយញាក់បាញ់ព្រួញដូច្នេះគេគំរាមកំហែងនឹងសម្លាប់មេដឹកនាំប្រសិនបើគេមិនបញ្ជាឲ្យពួកគេឈប់ហើយពួកគេខ្លាចសម្រាប់ជីវិតរបស់គេដូច្នេះគេប្រតិបត្តិតាមរូបពន្យល់ថាគេបដិសេធការដល់រង្វាន់ដោយសារគេមិនចូលចិត្តសម្លេងរបស់ពួកគេប៉ុន្តែគេនឹងការពារព្រៃដោយជីវិតរបស់គេពីព្រោះវាក៏ជាផ្ទះរបស់គេដែរគេបង្ហាញអំណាចរបស់គេដោយគេដាវកំភ្លើងរាប់មិនអស់ដោយហុំព័ទ្ធពួក Elf ដូច្នេះពួកគេសម្រេចចិត្តដកថយយើងឃើញរូវាយសម្រាប់ស្លីមពណ៌ក្រៅហើយគេស៊ីក្របចិត្តរបស់វាដែលអនុញ្ញាតឲ្យគេទទួលបានជំនាញមួយហៅថាការផលិតចម្លងស្វ័យប្រវត្តិគេសម្រេចចិត្តសាកល្បងវាដោយប្រើឈាមរបស់គេដើម្បីកេណ្ឌសត្វតូចមួយហើយគេដឹងថាគេអាចប្រើវាដើម្បីមើលឃើញថាអ្វីកំពុងកើតឡើងដូច្នេះគេសម្រេចចិត្តដាក់ឈាមរបស់គេនៅលើសម្លៀកបំពាក់ក្មេងស្រីដឹងថាវានឹងជួយគេការពារពួកនាងadmin សូមសម្រាយត្រឹមនេះសិនចាំជួបគ្នាវីដេអូក្រោយកុំភ្លេច sub ឲ្យ admin ម្នាក់មួយផងបាយបាយ